នាងខ្ញុំឈ្មោះលីសុកណារស់នៅភូមិរំដេងឃុំចកាលើស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងហើយនាងខ្ញុំជាប្រធាននៅក្នុងសហគមន៍កសិកម្មមិត្តភាពភូមិខ្ញុំសហគមន៍នាងខ្ញុំមានសមាជិកចំនួន150គ្រួសារក្នុងនោះមានស្ត្រីចូលរួមចំនួន70នាក់ហើយសហគមន៍ខ្ញុំបានបង្កើតឡើងនៅក្នុងឆ្នាំ2024ថ្ងៃទី28ខែ6ពួកយើងនឹងក្រុងបើកមហាសន្និបាតនៅឆ្នាំ2025ខាងមុខនេះមូលហេតុដែលនាងខ្ញុំសម្រេចចិត្តចូលជាសមាជិកសហគមន៍នេះដោយសារខាងមន្ទីរកសិកម្មហ្នឹងគាត់ចុះមកផ្សព្វផ្សាយពីផលប្រយោជន៍ដែលយើងចូលជាសមាជិកហ្នឹងយើងទទួលបានបច្ចេកទេសផ្សេងហើយងាយស្រួលខាងមន្ទីរគាត់ចុះមកជួយកសិករនៅក្នុងភូមិអញ្ចឹងហើយបានពួកយើងសម្រេចចិត្តចូលជាសមាជិករបស់សហគមន៍ហើយការរកទីផ្សារយើងលក់ជាក្រុមអញ្ចឹងវាទទួលបានថ្លៃខ្ពស់ជាងយើងលក់រាយខាងក្រៅហើយតម្លៃថ្លៃថ្នូរអីក៏យើងបានរៀងខ្ពស់ជាងយើងលក់តែមួយគ្រួសារខ្ញុំដាំស្វាយចន្ទីហ្នឹងប្រហែលជាចូល7ឆ្នាំ8ឆ្នាំហើយឆ្នាំហ្នឹងខ្ញុំដាំពូជ M23 តែដីខ្ញុំដាំ5ហាត់កន្លះប្រហែលជា1000ដើមជាងហ្នឹងទី1ពូជ M23 វាអត់រើសដីហើយគ្រាប់គាត់មកវារៀងធំតែ80ទៅ90គ្រាប់ហ្នឹង1គីឡូហើយតែកត្តាដែលខ្ញុំដាំស្វាយចន្ទីហ្នឹងទី1យើងមើលទៅវាមានសក្តានុពលខ្ពស់ហើយវាស្រួលលក់ហើយយើងទទួលបានផលក៏វាបានច្រើនអាចផ្គត់ផ្គង់ជីវភាពយើងបានហើយស្វាយចន្ទីវាជាប្រភេទដំណាំដែលធន់ទ្រាំនឹងការបម្រែបម្រួលអាកាសធាតុហើយនឹងវាអត់សូវពិបាកថែទាំច្រើនការដែលខ្ញុំអត់ទាន់ចូលជាសមាជិកសហគមន៍ការប្រមូលផលរបស់យើងហ្នឹងវាបានផលតិចប៉ុន្តែក្រោយពីពួកខ្ញុំសម្រេចចិត្តចូលជាសមាជិកសហគមន៍យើងទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មហ្នឹងធ្វើឲ្យទិន្នផលយើងមើលទៅបានច្រើនជាងមុនហើយក៏យើងចេះបច្ចេកទេសច្រើនជាពិសេសការតាក់តែងមេការថែទាំវានៅពេលដែលយើងប្រមូលផលចាក្រោយពីខ្ញុំបានចូលជាសមាជិកសហគមន៍មកហើយយើងទទួលបានបច្ចេកទេសច្បាស់លាស់ការថែទាំហ្នឹងនាងខ្ញុំមានគម្រោងនឹងបរិយាដីដាំចន្ទីហ្នឹងប្រហែលជា5ហិកតាក្នុងឆ្នាំក្រោយដែលយើងកំបាំងកូនពីគេកក់តាំងពីខែ11 12ហ្នឹងប្រហែលជា1000ដើមជាងហើយបើសម្រាប់ចការខ្ញុំពីខែ3ខែ4ហ្នឹងពេញប្រមូលផលហើយប្រភេទរហូតដល់តែខែ5ចូលចុងខែ6ឆ្នាំទៅតម្លៃដើមដៃយើងបានតែដូចជា5000ជាងឯងកូនចូលពាក់កណ្ដាលដៃរៀងចុះបន្តិចឆ្នាំទៅស្វាយចន្ទីខ្ញុំប្រមូលផលបាន3តោនជាងជិត4តោនហើយយើងលក់បានប្រហែលជាលុយ10លានជាងកូនក្រោយពីកាត់ពីចំណាយដែលយើងចំណាយថែទាំអស់2លានហ្នឹងយើងចំណេញបានប្រហែលជាជិត10លានឆ្នាំនេះឃើញថាចន្ទីដើមដៃតែ5000ជាងឯងប៉ុន្តែឥឡូវឡើងដល់6000ជាងចាតែគ្រាន់ថាឆ្នាំនេះមើលទៅតម្លៃបានថ្លៃខ្ពស់បានឡើងដល់6000ជិត7000ហើយនៅឆ្នាំនេះខ្ញុំរំពឹងគិតមួយគ្រួសារខ្ញុំនឹងស្មានថាអាចបានប្រហែលជា5 6តោនយើងអាចនឹងកើនជាងឆ្នាំទៅខ្ញុំគិតថាចំណូលឆ្នាំហ្នឹងអាចនឹងកើនឡើងដោយសារតម្លៃស្វាយចន្ទីក្នុងឆ្នាំហ្នឹងវាមានតម្លៃល្អចឹងខ្ញុំគិតថាចំណូលយើងអាចនឹងកើនច្រើនជាងឆ្នាំទៅក្នុងឆ្នាំនេះយើងកំពុងតែធ្វើការចរចាជាមួយក្រុមហ៊ុនស្វាយចន្ទីដើម្បីធ្វើការប្រមូលផ្ដុំគ្នាទិញលក់យកទៅឲ្យក្រុមហ៊ុនហើយយើងសង្ឃឹមថាយើងនឹងទទួលបានតម្លៃខ្ពស់ពីក្រុមហ៊ុនជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រសួងកសិកម្មមន្ទីរកសិកម្មនិងគម្រោង Aspire AT ចាដែលតែងតែចុះជួយដល់កសិករក្នុងការផ្ដល់បច្ចេកទេសហើយគៀងគរឲ្យមានការបង្កើតជាសហគមន៍និងការស្វែងរកទីផ្សារជូនដល់សហគមន៍របស់នាងខ្ញុំចាសូមអរគុណច្រើន